បាទបងសួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំនឹងធ្វើការបង្រៀនរបៀបដំឡើងកាមេរ៉ាដែលប្រើ SIM card ប្រើភ្លើងហើយមានប្រើ app កម្មវិធី Cam Hybro ហ្នឹងហើយវាមាន LAN adapter 2ណាបងប្អូនហ្នឹងហើយអញ្ចឹងផ្ដើមដំបូងបងប្អូនធ្វើការរៀបចំកាមេរ៉ាឲ្យបានល្អទៅនេះយើងមាន adapter យើងមាន memory SIM card ឲ្យបានត្រឹមត្រូវហ្នឹងហើយយើងមើលកន្លែងដាក់ memory ហើយដាក់ SIM card របស់យើងគឺនៅទីតាំងនេះអញ្ចឹងបងប្អូនគ្រាន់ធ្វើការ move វាចេញមកបាទបន្ទាប់មកបងប្អូនដាក់បានត្រឹមត្រូវណាកុំឲ្យបច្ច្រាស់តែបច្រាស់យើងអត់អាចនេះបានទេអញ្ចឹងខាងកន្លែងដាក់ SIM បងប្អូនមើលរបៀបដាក់ហ្នឹងហើយមើលមួយបងប្អូនហ្នឹងហើយយើងដាក់បានត្រឹមត្រូវទៅកាមេរ៉ាយើងដំណើរការណាបើដាក់បានត្រឹមត្រូវទេអត់ដំណើរការទេហ្នឹងហើយអញ្ចឹងមើលរបៀបដាក់កាជិះវាបច្រាស់នេះកន្លែងខាងក្រោមគឺយើងដាក់ memory card ហ្នឹងយើងដាក់បានត្រឹមត្រូវអស់ហើយយើងគ្រាន់តែធ្វើការ movie ឲ្យបានស្អាតទៅហើយ SIM របស់យើងអីបងប្អូនពិនិត្យអ៊ីនធឺណិតឲ្យបានដំណើរការល្អសិនណាមុននឹងដាក់បាទហ្នឹងហើយបន្ទាប់មកយើងធ្វើការរៀបចំកាមេរ៉ារបស់យើងដាក់ adapter មកហើយកន្លែងដល់នេះរបស់យើងណាដល់ដោយ adapter របស់យើងគឺនៅខាងក្រោយនេះបងប្អូនគាត់បើកវាមកសកត់វាឲ្យខ្លាំងណាបងប្អូនណាសកត់ឲ្យខ្លាំងឲ្យចេញភ្លើងបែបនេះហ្នឹងហើយទៅដំណើរការហ្នឹងហើយពេលដំណើរការចប់ហើយអស់ហើយបញ្ជាក់បងប្អូនកាមេរ៉ានេះវាទៅនៅត្រង់ចេះ lens របស់វាខាងលើនេះយើងអាចទាញមុខវាចេញមកខាងក្រៅបានណាហ្នឹងហើយយើងអាចទាញចេញចឹងក៏បានយើងអាចត្រុញចូលក្នុងវិញធម្មតាក៏បានដែរក៏ណាខាងលើបញ្ជាអត់បានទេណាបញ្ជាបានតែខាងក្រោមហ្នឹងហើយបន្ទាប់មកមើលទូរស័ព្ទដៃរបស់យើងដល់កម្មវិធីឈ្មោះថា Cam Hybro មើលរូបរាងវារូបបែបហ្នឹងបងប្អូនបន្ទាប់មកបងប្អូនធ្វើការបើកវាមកហើយបងប្អូនយកពាក្យកដាល Allow for access ហ្នឹង Allow ទៀតយកកដាលទៀតណាហ្នឹងហើយយក Allow ទៀតយកលើគេណាហ្នឹងហើយអូខេហើយបន្ទាប់ពីជោគជ័យហើយបងប្អូនធ្វើការចុចលេខបូកហ្នឹងមកបងប្អូនយកពាក្យ 4G ហ្នឹងហើយយកពាក្យ 4G យកទៅ scan QR នៅខាងក្រោយនេះបងប្អូនខាងក្រោយកាមេរ៉ាអញ្ចឹង QR នេះបងប្អូនកុំភ្លេចថតទុកខ្លាចយើងយកទៅប្រើនៅក្រានត្រូវភ្លៀងអីវាហើបាត់ទៅថ្ងៃក្រោយយើង reset ចង់តឡើងវិញភាសាទៀតអត់មាន QR ថតទេចាំបងប្អូនថតទុកវាទៅបើយើង scan ជោគជ័យហើយបងប្អូនយកពាក្យ add to ទៅហ្នឹងហើយកន្លែងនេះបងប្អូនចៅរើសនៅបតង់ក៏បានចង់វាយខ្លួនឯងក៏បានខ្ញុំឧទាហរណ៍ថាខ្ញុំវាយឈ្មោះកាមេរ៉ានឹងដាក់កាហ្នឹងហើយបន្ទាប់យកពាក្យ confirm ទៅជោគជ័យហ្នឹងអញ្ចឹងកាមេរ៉ាយើងឃើញពាក្យតែ online ពណ៌បៃតងហ្នឹងគឺជោគជ័យហើយ SIM អីដំណើរការអស់ហើយហ្នឹងហើយបើថាអត់ឃើញ online ហ្នឹងទេគាត់ថា SIM របស់យើងទៅជោគជ័យយើងយកពាក្យ yes មកហើយយើងបន្ទាប់មកយើងដាក់ password អញ្ចឹង password វាបងប្អូនត្រូវមានអក្សរនិងលេខអញ្ចឹងអក្សរត្រូវមានអក្សរធំហើយនិងលេខតូចខ្ញុំឧទាហរណ៍ណាកាក្រេ1ក្រេ2តែ K ខ្ញុំដាក់ K ធំខាងមុខហើយនេះដូចគ្នាខ្ញុំដាក់ K ធំខាងមុខកាក្រេ1ក្រេ2ខាងលើខាងក្រោមក៏ដាក់ឲ្យដូចគ្នាណាបងប្អូនចុចពាក្យ apply មកគឺជោគជ័យហ្នឹងហើយយើងនិយាយចាំមកស្ទុះនេះ load online ពណ៌បៃតងយើងចុចបើកមកបាទនេះកាមេរ៉ាគឺជោគជ័យអញ្ចឹងខ្ញុំប្រាប់របៀបប្រើខ្លះអញ្ចឹងកាមេរ៉ាយើងមើលនេះបតង់ស្ដាប់សំឡេងហើយបតង់មីក្រូហ្វូនបតង់និយាយណាហ្នឹងហើយបន្ទាប់មកចង់សេរីឆ្វេងស្ដាំយើងសេរីនៅលើនោះហ្នឹងហើយកន្លែងហ្នឹងហើយយើងសេរី LAN ក្រមហើយកន្លែង SD ហ្នឹងបើឃើញវាឃើញ SD ចុច HD ទៅវាច្បាស់កម្រិតរូបភាពវាច្បាស់ហ្នឹងហើយយើងទាញជាមកយើងមើល function 3ខាងលើមិនបាច់មើលទេយើងមើលខាងក្រោមអញ្ចឹងកន្លែងនេះគឺបតង់សម្រាប់មើល pool ពេលយប់ហ្នឹងហើយខាងលើគឺយើងអាចដាក់ auto យប់ក៏ color ថ្ងៃក៏ color បើអត់មាន pool ពេលយប់វាឃើញសខ្មៅហើយ full color ធម្មតាយើងបើក pha តលភ្លឺហើយខាងក្រោមនេះយើងដាក់ដល់ពេលកំណត់មនុស្សមកបានវាធ្វើការបើកភ្លើងហើយកន្លែងនេះគឺសម្រាប់ ray auto តាមមនុស្សណានេះកន្លែងបើយើងចុចបើកអញ្ចឹងគឺអត់ ray ទេបើយើងចុចបើកអញ្ចឹងគឺ ray ហ្នឹងហើយអូខេអញ្ចឹងសម្រាប់មើល playback ហ្នឹងហើយកន្លែងមើល playback បងប្អូនមើលកន្លែងទីតាំងនេះទីតាំងនេះណា playback បងប្អូនចុចចឹងមកគឺចេញហើយតែសារ memory យើងទឹកទៅដាក់មិញវាអត់ទាន់មានទេបងប្អូនហ្នឹងហើយអរគុណច្រើន